ប៉ុណ្ណេះស្កាញ់មាត់ហើយពេលនោះមេតគេក៏បានមានអារម្មណ៍ថាដូចជាមានកែវភ្នែកនរណាម្នាក់កំពុងតែសម្លឹងមកកាន់ពួកគេអញ្ចឹងឯងបន្ទាប់មកពួកគេទាំង3ក៏បានចុះពីលើធ្នាក់ហើយយកសត្វឆ្លុះនោះទៅអាំងហូបហើយអង្គុយនិយាយលេងខាងក្រោមធ្នាក់របស់ពួកគេខណៈពេលដែលពួកគេកំពុងអង្គុយនិយាយគ្នានោះពួកគេក៏ស្រាប់តែបានឮសំឡេងសត្វស្រែកដែលសំឡេងនោះគឺឮចេញពីម្ដុំកន្លែងដែលពួកគេដាក់អន្ទាក់នោះឯងបរិយនេះពិតជាសម្បូរសត្វដូចឯងនិយាយមែនឃើញទេសំឡេងសត្វដែលស្រែកនេះច្បាស់ជាវាជាប់អន្ទាក់យើងហើយតោះយើងទៅមើលតែម្ដងទៅឯងដើរទៅយកសត្វមកទុកឲ្យយើងនៅមើលសាច់នេះនិយាយរួចដេតគេក៏បានទាញយកកំភ្លើងកែច្នៃរបស់គេហើយដើរសម្ដៅទៅកន្លែងអន្ទាក់ដែលពួកគេបានដាក់ពេលដែលគេបានដើរទៅដល់នោះអ្វីដែលគេបានឃើញគឺមិនត្រឹមតែសត្វជាប់អន្ទាក់នោះទេគឺពេលនោះមានមនុស្សម្នាក់កំពុងតែស៊ីសត្វរបស់ពួកគេដែលជាប់អន្ទាក់នោះស្រាប់តែពេលនោះបុរសម្នាក់នោះក៏បានសម្លឹងឃើញដេតពេលនោះឯងដោយសារតែដេតមានអារម្មណ៍ភ័យសន្សរខ្លាំងពេកក៏បានឈោបភ្លឹកមួយសន្ទុះតែមួយរំពេចនោះមនុស្សម្នាក់នោះក៏ស្រាប់តែបានប្រែខ្លួនខ្លាចជាខ្លាដំបងមួយយ៉ាងធំហើយពេលនោះខ្លានោះក៏រត់សម្ដៅមករកគេតែម្ដងពេលនោះដោយគេទប់ស្មារតីបានគេក៏បានរត់យ៉ាងលឿនសម្ដៅទៅរកមេតហើយនឹងផៃជួយផងខ្លាជួយផងខ្លាដេញអញហើយជួយផងពេលដែលគេបានរត់មកដល់កន្លែងធ្នាក់របស់គេវិញហើយក៏ស្រាប់តែមិនបានឃើញខ្លាដែលដេញគេពីក្រោយអំបញ្ញមិញនោះទេឯណាខ្លានៅឯណាមិនឃើញមែនហើយឯណាខ្លាយើងដូចជាឃើញមានតែឯងទេរត់មកពេលនោះដេតគេក៏បាននិយាយទាំងភ័យត្រហេកត្រហប់ថាអំបញ្ញមិញនេះគឺជាខ្លាច្បាស់ណាស់ហើយវាថែមទាំងដេញអញចិត្តផងបើមានមែនខ្លាចអី